គ្នាជួបជាមួយខ្ញុំបាទ Mr. Long ម្ដងទៀតហើយបាទថ្ងៃនេះគឺយើងមកលេង blog ព្រោះទៀតហើយបាទតែនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅយកដាវដែលខ្លាំងមួយបាទគឺដាវហ្នឹងខ្លាំងមហាសាលតែម្ដងបាទខ្ញុំអត់ស្គាល់ឈ្មោះវាជាភាសាអង់គ្លេសទេតែខ្ញុំហៅជាភាសាខ្មែរថាដាវកវុឌ្ឍមហាមេឃបាទមហាមេឃចឹងទៅបាទហើយចឹងអាតែថាដាវហ្នឹងខ្លាំងវិញបាទដាវហ្នឹងគឺហៅខុសខើហ្មងហើយតម្លៃវារបៀបយកវាគឺអត់ពិបាកយកទេបាទវារៀងស្រួលយកទេហ្នឹងហើយដាវហ្នឹង free យកទេហើយដាវហ្នឹងអ្នកគ្នាគួរតែទិញវាយំលេដោយសារវាខ្លាំងណាអូខេតែឥឡូវយើងចូលទៅយកបងប្អូនគ្នាទៅបាទអូតែខ្ញុំភ្លេចប្រាប់អ្នកនរគ្នាគឺខ្ញុំសុំទោសអ្នកនរគ្នាខ្លាំងមែនទែនចំពោះមក form មិញដែល fair តែខ្ញុំអត់បានចេញវីដេអូអីទេខ្ញុំរវល់ចឹងក៏បានចេញបាទ flow បាត់ចប់អូខេណាបងប្អូនគ្នាឥឡូវគឺយើងមកវិញហើយបាទមិញ flow ដល់ឥឡូវកុំឲ្យនិយាយញ៉ៃញ៉ៃក្បាច់គួរតប៉ែច្រើនឥឡូវយើងចូលពីរបៀបយកបងប្អូនគ្នាបាទរបៀបយកវាជាជំហានដំបូងអ្នកនរគ្នាត្រូវទៅសមុទ្រទី1បាទហើយខ្ញុំនៅសមុទ្រទី2ចឹងខ្ញុំឆ្លងទៅសមុទ្រទី1ហ្នឹងបាទឥឡូវយើងឆ្លងទៅសមុទ្រទី1បងប្អូនគ្នាទៅបាទអ្នកគ្នានៅទី3នៅអីគឺត្រូវតែមកឆ្លងទៅសមុទ្រទី1ទាំងអស់គ្នាដែលថាតែដើរហ្នឹងគឺយកនៅសមុទ្រទី1បាទអញ្ចឹងគឺយើងត្រូវទៅសមុទ្រទី1បាទឥឡូវពងធ្វើដំណើរទៅហើយបាទហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាមួយទៀតនៅប្រហែលជាថ្ងៃអាទិត្យច័ន្ទគៀហ្នឹងប្រហែលខ្ញុំបានចេញវីដេអូទេ3ថ្ងៃហ្នឹងដោយសារតែថ្ងៃច័ន្ទគៀខ្ញុំប្រឡងចាចឹងអាទិត្យហ្នឹងខ្ញុំត្រូវមើលមេរៀនបាទអត់មើលមេរៀននេះធ្លាក់ចុយឥឡូវហើយបាទហ្នឹងហើយគឺចឹងគឺថ្ងៃ3ថ្ងៃហ្នឹងបាទអាទិត្យច័ន្ទគៀហ្នឹងគឺខ្ញុំបានធ្វើវីដេអូអីទេបាទចឹងសូមទោសអ្នកគ្នាទុកជាមុនផងបើសិនជារងចាំខ្ញុំមើលវីដេអូរបស់ខ្ញុំបាទឥឡូវគឺយូរខ្លាំងទេដល់ការវាចូលទេបាទសម្អាតពងរោស៊ីទៀតហើយបាទអូខេបាទឥឡូវនេះគឺយើងឆ្លងជិតមកដល់សមុទ្រទី1ហើយបាទតែដល់ការអូខេឥឡូវយើងឆ្លងមកដល់សមុទ្រទី1ហើយឥឡូវយើងទៅកោះនឹងបងប្អូនគ្នារបៀបយកដាវហ្នឹងគឺនៅកោះហ្នឹងហើយតាមប្រាប់ឈ្មោះកោះហើយបាទចូលដល់ហ្នឹងឥឡូវយើងធ្វើការបិទក្រាស់ពេកអស់ហ្នឹងបើមើលទៅវាគៀងវិញបាទអស់ហើយនៅតាមតែហ្នឹងបាទវាគ្មានទេណាទេនៅ flow ដែរអូផាប់ដល់ហើយអ្នកនរគ្នាអូខេបាទឥឡូវនេះគឺយើងចូលមកដល់សមុទ្រទី1ហើយបាទអូខេឥឡូវខ្ញុំដាក់ហាយទៅប្រូនោះមួយគាត់មើលគាត់ហាយគាត់នៅធីមយើងដែរទេអូខេ flow ទៀតទៅវិញសម័យដាក់នេះក៏លេងមិនកើតទេបាទគឺហ្វាំហ្នឹងបាទចប់មែនតើបាទអូខេលេខអីតាជំហានដំបូងគឺយើងត្រូវទៅមកសមុទ្រទី1ហើយយើងត្រូវជិះទៅកោះពពកបាទកោះពពកណាយើងត្រូវទិញទូកជិះទៅហើយខ្ញុំទិញទូកជិះទៅបាទទូកនេះជិះដែរធំនេះជិះមកសុំថតមួយអូខេឡើយឥឡូវថតរូបមួយគាត់ទៅបាទចុះហើយគាត់សុំថតរូបមួយបាទខ្ញុំមកថតរូបគាត់ទីសុំថតរូបវាទៅណាមកអូខេបាទធ្វើហ្វីហើយឥឡូវគាត់ទិញទូកមួយជិះបាទទូកអភិជនឥឡូវថតរូបមួយគាត់ហ្នឹងទៅបាទពីណាចូលខ្លះបាទនេះសិតគ្នាយើងតំណាងនៅក្នុង team បាទច្រើនណាស់អូខេហើយដល់ឥឡូវយើងជួយកាត់ទីជិះជាមួយទៅដល់គ្នាទៅអូខេដល់ឥឡូវជិះជុកយើងទៅហើយជិះចំណាទៅហើយដើម្បីទៅយកដាវបាទនេះបាទគឺមាន logo team របស់យើងនៅជាប់កណ្ដាលមុខយើងបាទអូtrời ơi và bà từ khi đi đó bà trời ơi đừng cảm anh vô ai luôn đấy bà lại đi dương màu với bà bánh slow nè ok ok rồi tôi làm tôi phải nhắn thông mày tiếp tục đi mỗi chia còn khi mà tình thông tới còn này bàแต่ละยังคือបន្តដំណើរទៅយកដាវបងអូនដាវបាទកំពត់បហាមួយចឹងបងយើងទៀតតែយើងជិះទៅបាទខ្ញុំតប
អូនំគ្នាទៅមកតបតែម្ដងមកដើម្បីទៅយកដាវហ្នឹងហើយជីទៅបាយកោះឡើងទៀតបាទកោះពុកហ្នឹងមានណាទេបានដាក់ក្រានពេកកោះបើអញ្ចឹងវាពិបាកមើលតែជីភៀវទៅបាទអានេះកោះមិនទេអានេះកោះស្វាកោះសាំងកោះហើយអូយខាងហ្នឹងហើយបាទអាទុកនេះដូចគិតជាក់ទុកនេះទៀតនេះហោះទុកហោះហើយមើលអានេះមកចេះ10ឆ្នាំទៀតតន់ឃើញហ្នឹងបើកមើលបងអាមួយថ្ងៃជីដល់ដំណឹងហ្នឹងអូកាក់អត់បាត់កោះបបោជួយបាត់មែនតាបាត់ហើយអស់ហ្នឹងបាទអូណាមុខកោះបោយកត្រូវណាយើងជិះម្ដងហើយបាទយើងទៅយកដើរអូច្រឡំដើរទេបាទគឺកំបត់ប្រហាមមួយបាទអាកំបត់នឹងប្រហាមទៅដាក់ផ្ទុកលើលេងទៅបាទជុំចូលនោះហើយបាទចូលនោះមកហើយចោលពួកប៉ុននៅហ្នឹងយើងរត់ចោលយើងទៅយកដាវនេះអាគ្នាមើលតាមខ្ញុំមកចង់បានអាដាវហ្នឹងមើលតាមវីដេអូខ្ញុំមកគេឡើងតាមហ្នឹងហើយឡើងតាមកោះមកពុកណាជួយមើលរំថ្ងៃនេះដូចអត់គាំងទៅ slow បាយឆ្នាំមែនតែថ្ងៃនេះអត់តាក់អូឲ្យខំទៅហ្វាវាអត់ត្រូវក្របហើយបាទហ្វាបានទេបាទគាំងវិញនឹងស្អីទេបាទនេះមិនគាំងអានេះ flow បាទដង្ការបានយកដាវហ្នឹងឲ្យអង្គគ្នាមើលទេអើយហ្វាំដល់កបាទឥឡូវគឺយើងមកវិញបាទមកវិញគឺ slow ខ្លាំងទេបាទឥឡូវគឺយើងមកដល់កន្លែងយកដាវហ្នឹងហើយអាដាវហ្នឹងគឺយកនៅអាកោះបពកហ្នឹងបាទកោះបពកជន់ទីម៉ានដឹងទីម៉ានណាមើលតាមហ្នឹងទេបាទនេះហើយដល់ពេលអ្នកនរគ្នាមកអាកោះបពកហ្នឹងគឺធ្វើដំណើរមកកន្លែងអាប៉ែនេះអាប៉ែលូដាវនេះបាទអាប៉ែនេះគឺលូដាវ2បាទជិតលឿនហ្នឹងទេបាទមានអាដាវ2បាទអាដាវនេះអាដាវទី1ហ្នឹងអាហ្នឹងតម្លៃដូចជា4សែនជួយថ្លៃហើយ4សែនខ្ញុំឈប់មើលដូចខ្ញុំមានអាដាវហ្នឹងអូនេះដាវនេះតម្លៃ4សែនបាទយ៉ាងដាវហ្នឹងណាដាវទី1ហ្នឹងតម្លៃ4សែនបាទគឺដាវដូចអាចថ្លៃជួយនេះបាទអាចនេះហើយអាដាវទី2គឺតម្លៃ1លានហ្នឹងឲ្យខ្ញុំហៅអាដាវកវត្តប្រហាមួយបាទដាវហ្នឹងគឺខ្លាំងមែនទេបាទហើយយើងធ្វើការទិញវាដល់គ្នាទៅបាទនេះគឺយើងទទួលបានហើយគឺ1លានថ្លៃអាដាវហ្នឹងតែវាខ្លាំងអូខេនេះអាដាវនេះអូខេមើលពេលវាយដូចផ្ទុះនេះវាយផ្ទុះគឺហៅបាទឥឡូវនេះគឺខ្ញុំនឹងមកប្រោមពីអត្ថប្រយោជន៍របស់ដាវហ្នឹងបាទថាហេតុអ្វីដែលយើងត្រូវតែមកយកដាវហ្នឹងទៅលេងបាទអត្ថប្រយោជន៍របស់ដាវហ្នឹងគឺជា damage នឹងការវាយរបស់វាបាទគឺវាវាយបានឆ្ងាយមែនទែនគឺវាយផ្ទុះបាទនេះវាវាយផ្ទុះដីអាហ្នឹងមិនចិត្តទេណាហើយក៏វានេះដែលវាឈឺខ្លាំងដាវហ្នឹងឈឺបាទហើយដាក់ plate អី app គៀនហើយមកដាវក្នុង block ទាំងអស់អាហ្នឹងវាចង់ខ្លាំងជាងគេហើយបាទគឺវាហាជាង 4K ទៀតដាវហ្នឹងនៅប្រមាណទី1ហើយតម្លៃ1លានមែនមើលទៅស្រួលយកប៉ុន្តែវាខ្លាំងមែនតើមកវាយសាហាវមែនទៅយកទៅប៉ាំ PP ឬតែខូខើទៀតបាទយកទៅ PP អីគឺសាហាវមែនតើស្គីវាអីតែខ្ញុំអត់ទាន់បានហ្វាមស្គីវាឲ្យអ្នកនរគ្នាមើលទេបើស្វែងចង់ដឹងតាមដានវីដេអូរបស់ខ្ញុំទៅកុំភ្លេចចុច Subscribe និង Like ទៅពេលខ្ញុំផុសវីដេអូផ្សេងអ្នកគ្នាមើលឃើញមុនគេហើយមួយទៀតវិញដាវហ្នឹងក៏មាន V2 ក្នុងការយកដែរ V2 វារត់តែសាហាវខុសខើទេហើយគឺសាហាវខ្លាំងមែនតើ V2 វាដាក់មកគឺអាយ៉ាស់មេឃ block fruit ជា2ដែរបាទបានខ្ញុំហៅថាដាវហ្នឹងជាដាវបហាមេឃគឺវាសាហាវខ្លាំងមែនតើហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបាទអរគុណចំពោះអ្នកនរគ្នាដែលទស្សនាវីដេអូហ្នឹងដល់ចប់កុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតបាយ